ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀប add គេហទំព័រ Cafe 24 មកកាន់ home screen របស់ទូរស័ព្ទរបស់យើងការធ្វើបែបនេះដើម្បីមានភាពងាយស្រួលក្នុងការចូលទៅកាន់គេហទំព័រ Cafe 24 ដោយមិនចាំបាច់ចូលទៅ browser ច្រើនដងនោះទេអញ្ចឹងដំបូងឡើយយើងចូលទៅកាន់គេហទំព័រ Cafe 24 ដោយបើក browser ណាមួយពេលនេះខ្ញុំបើកជាមួយនឹង Firefox អ្នកទាំងអស់គ្នាអាចប្រើជាមួយនឹង Safari ឬក៏ Google Chrome អញ្ចឹងខ្ញុំបើក browser របស់ខ្ញុំមកបន្ទាប់មកខ្ញុំវាយថា cafe24.com ហើយខ្ញុំចុចពាក្យថា go អញ្ចឹងវានឹងនាំអ្នកទាំងអស់គ្នាមកកាន់គេហទំព័រ Cafe 24បន្តមកទៀតដើម្បី add website របស់យើងចូលមកកាន់ home screen យើងចុចសញ្ញាត្រេ3នៅពីខាងលើឬក៏បើនៅលើ Favori អាចមាននៅខាងក្រោមអញ្ចឹងទៅអញ្ចឹងយើងចុចត្រេ3ហ្នឹងមកហើយយើងឃើញពាក្យមួយ add ថាដាក់ថា add to home screen អញ្ចឹងយើងចុចពាក្យថា add to home screen ហ្នឹងមកអញ្ចឹងកន្លែងនេះវានឹងចាប់យកឈ្មោះរបស់ Cafe 24អ្នកទាំងអស់គ្នាអាច customize តាមអ្នកទាំងអស់គ្នាស្រឡាញ់បានអញ្ចឹងខ្ញុំដាក់ថា cafe24.com អញ្ចឹងខ្ញុំចុចពាក្យថា add ហើយនេះគឺជា icon របស់យើង add មកនោះគេហទំព័រ Cafe 24នឹង add មកកាន់ home screen របស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាឃើញហើយអញ្ចឹងនៅពេលដែលយើងបើកប្រើគឺមានភាពងាយស្រួលមែនទែនយើងគ្រាន់តែចុចទៅលើ icon របស់ Cafe 24នឹងមកវានឹងនាំអ្នកទាំងអស់គ្នាមកកាន់គេហទំព័រ Cafe 24ដោយស្វ័យប្រវត្តិដោយយើងមិនចាំបាច់ទៅបើក browser ច្រើនតង់នោះទេបាទវីដេអូនេះមានតែប៉ុណ្្នឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាជួយគាំទ្រផលិតផលកសិករខ្មែរយើងទាំងអស់គ្នាដើម្បីឲ្យប្រជាជនយើងគាត់មានទីផ្សារក្នុងការលក់ផលិតផលរបស់គាត់បាទសូមអរគុណ